នាយករដ្ឋមន្ត្រីអេស្ប៉ាញបានចេញមុខអះអាងថាលោកមិនបានព្រួយបារម្ភទាល់តែសោះចំពោះសេចក្តីរាយការណ៍ដែលថាសហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យមានការផ្អាកសមាជិកភាពរបស់ប្រទេសអេស្ប៉ាញពីអង្គការបកសម្ព័ន្ធយោធា NATO ដើម្បីដាក់ទណ្ឌកម្មលើប្រទេសសម្ព័ន្ធមិត្តណាដែលមិនគាំទ្រសង្គ្រាមអាមេរិកនៅបច្ចឹមបូព៌ានេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី27 ខែមេសាឆ្នាំ2026លោកបានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសអេស្ប៉ាញបានអនុវត្តតាមកាតព្វកិច្ចរបស់អង្គការ NATO យ៉ាងខ្ជាប់ខ្ជួននិងពេញលេញបំផុតហើយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញបានថ្លែងបញ្ជាក់ចំហយ៉ាងម៉ឺងម៉ាត់អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសស៊ីបដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប EU ដោយលោកបានលើកឡើងថាអេស្ប៉ាញគឺជាសមាជិកដែលគួរឲ្យទុកចិត្តបំផុតហើយនៃអង្គការសន្តិសញ្ញាអាត្លង់តិកខាងជើងឬ NATO អាចបានបំពេញរាល់កាតព្វកិច្ចទាំងអស់ដោយគ្មានចន្លោះប្រហោងឡើយប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីបែកធ្លាយព័ត៌មានដែលដកស្រង់ប្រភពពីមន្ត្រីសហរដ្ឋអាមេរិកយ៉ាងដូចនេះថាក្រសួងការពារជាតិអាមេរិកបានផ្ញើអ៊ីមែលដែលបញ្ជាក់ពីជំរឿសក្នុងការផ្អាកសមាជិកភាពរបស់ប្រទេសមួយចំនួនពីអង្គការ NATO ដើម្បីជាការដាក់ទណ្ឌកម្មដល់សម្ព័ន្ធមិត្តដែលមិនព្រមផ្ដល់កិច្ចសហប្រតិបត្តិការក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ប្រទេសគោលដៅដែលរងការគំរាមកំហែងនោះរួមមានបារាំងអេស្ប៉ាញនិងអ៊ីតាលីដែលមិនបានអនុញ្ញាតឲ្យយន្តហោះចម្បាំងអាមេរិកហោះកាត់ដែនអាកាសឬប្រើប្រាស់មូលដ្ឋានទ័ពសម្រាប់ធ្វើសឹកសង្គ្រាមនាពេលនេះទេនៅក្នុងខ្លឹមសារអ៊ីមែលដដែលនោះក៏មានការស្នើឲ្យប្រធានាធិបតីលោក Donald J. Trump ពិនិត្យឡើងវិញផងនៅចំហលើអធិបតេយ្យភាពនៃកោះ Falkland ដើម្បីសងសឹកលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសដែលមិនផ្ដល់ការគាំទ្រដល់សង្គ្រាមអាមេរិកនៅបច្ចឹមបូព៌ាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់លាស់ថាទីក្រុង Washington អាចនឹងត្រឡប់ទៅប្រើប្រាស់ជំហរអព្យាក្រឹតបំផុតក្នុងចំនួនរវាងប្រទេសអាហ្សង់ទីននិងអង់គ្លេសជំនួសឲ្យការទទួលស្គាល់អំណាចគ្រប់គ្រងរបស់អង់គ្លេសដូចពេលមុនគួររំលឹកផងដែរថាចាប់តាំងពីប្រធានាធិបតីលោក Donald J. Trump ត្រឡប់មកកាន់តំណែងវិញកាលពីខែមករាឆ្នាំ2025ទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបបានចាប់ផ្ដើមមានភាពតានតឹងជាបន្តបន្ទាប់ហើយលោក Donald J. Trump ចាត់ទុកថាការដែលសម្ព័ន្ធមិត្តមិនព្រមចូលរួមច្បាំងនៅបច្ចឹមបូព៌ាជាការខកបទហើយ